បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមបន្តនៅតទៅនឹងប្រវត្តិរបស់លោកដាបឈួនដែលកាសែតគេបានចោទថាលោកដាបឈួនងប់ងល់ទៅនឹងព្រះអង្គជេកព្រះអង្គចោមបើយោងតាមការដកស្រង់ចេញអំពីកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចេញផ្សាយនៅថ្ងៃទី10ធ្នូឆ្នាំ2012បានឲ្យដឹងថាលោកដាបឈួនគេគ្រប់គ្នាល្បីថាចេះមុនអាគមកាប់មិនមុតដុតមិនចេះនោះត្រូវបានគេដឹងថាលោកមានជំនឿនិងគោរពបូជាយ៉ាងងប់ងល់ទៅនឹងបារមីព្រះអង្គជេកព្រះអង្គចោមក្នុងអំឡុងពេលដែលតំបន់អង្គរត្រូវបានគេបោះបង់ចោលរូបសំណាកព្រះអង្គជេកព្រះអង្គចោមក៏បាត់មួយរយៈតែរូបសំណាកទាំងពីរនេះត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ1950នៅក្នុងព្រៃម្ដុំក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សអង្គរខេត្តសៀមរាបដែលគេជឿថារូបព្រះអង្គជេកព្រះអង្គចោមកាលអំពីដើមត្រូវបានគេតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្តបន្ទាប់ពីដឹងថារូបព្រះអង្គជេកព្រះអង្គចោមត្រូវបានគេយកទៅតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមកលោកដាបឈួនរួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានវាយឆ្មក់ចូលលួចយករូបសំណាកទាំងពីរនេះមកតម្កល់ទុកនៅក្នុងចាត់ការរបស់គាត់នៅចិនក្រហមបច្ចុប្បន្នគឺជាសន្តាគារអង្គរ Century ថ្ងៃមួយគាត់បានយករូបសំណាកទាំងពីរដាក់នៅក្នុងរថយន្តរបស់គាត់មកតម្កល់ទុកនៅក្នុងផ្ទះទាហាន5នាក់ទើបអាចលើករូបសំណាកនោះរួចក្រោយមករូបទាំងពីរនេះបានធ្វើឲ្យលោកដាបឈួនមានកម្លាំងលើសអស់មនុស្សលោកធម្មតាដោយគាត់អាចលើកដាក់លើស្មានៅរូបទាំងពីរនោះដែលមានទម្ងន់សរុប150គីឡូក្រាមបានយ៉ាងងាយគាត់និងទាហានរបស់គាត់ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គជេកព្រះអង្គចោមដោយពួកគេតែងតែចំណាយពេលវេលាយ៉ាងហោចណាស់កន្លះម៉ោងនៅក្នុងមួយថ្ងៃដើម្បីធ្វើការគោរពនិងបួងសួងឲ្យថែរក្សាពួកគេដំណាលរឿងបន្តទៀតថាជាមួយនឹងការគោរពនោះព្រះអង្គជេកព្រះអង្គចោមបានពន្យល់សពបំភ្លឺឲ្យលោកដាបឈួនដឹងអំពីគម្រោងសម្លាប់របស់សម្ដេចនរោត្តមសីហនុដែលបានចោទប្រកាន់ថាគាត់មានគម្រោងការក្បត់និងប៉ុនប៉ងធ្វើគុតព្រះអង្គគ្រាន់តែដឹងអំពីផែនការរបស់ព្រះអង្គតាមរយៈបារមីរបស់រូបទាំងពីរអង្គនោះភ្លាមលោកដាបឈួនបានរៀបចំរថភៀសខ្លួនទៅព្រំដែនថៃដោយនាំយករូបសំណាកទាំងពីរនោះទៅជាមួយប៉ុន្តែជាសំណាងអាក្រក់គាត់មិនអាចលើករូបទាំងពីរនោះបានដូចមុនឡើយដោយទម្ងន់របស់រូបបរមាព្រះអង្គជេកព្រះអង្គចោមកាន់តែធ្ងន់ឡើងមួយរំពេចដែលមិនអាចឲ្យគាត់នាំយកតាមខ្លួនបានផងដែរដែលទីបំផុតដាបឈួនសម្រេចចិត្តកាត់ផ្ដាច់កដៃខាងស្ដាំរបស់ព្រះអង្គជេកហើយយកតាមខ្លួនរត់គេចមកព្រំដែនលោកប៉ាន់សឿនអ្នកមើលការខុសត្រូវនិងជាអាចារ្យដំណាក់ព្រះអង្គជេកព្រះអង្គចោមបានមានប្រសាសន៍ថាលោកដាបឈួនគាត់ជឿណាស់ព្រោះតែព្រះអង្គជួយលោកឲ្យមានបារមីខ្លាំងពូកែនៅពេលដែលលោកដាបឈួនគាត់រត់គេចខ្លួននឹងគាត់ព្យាយាមយករូបសំណាកទាំងពីរទៅជាមួយតែយកទៅមិនរួចមិនដឹងពីអ្វីទេដូច្នេះលោកក៏គេចខ្លួនតែឯងតែលោកក៏បានត្រូវគេចាប់និងសម្លាប់ចោលតែម្ដងទៅព្រះអង្គមិនអាចជួយដាបឈួនបានទេនោះប្រហែលមកពីគាត់ប្រព្រឹត្តអំពើបាបច្រើនពេកតែលោកនងហៀងអតីតមេទ័ពខ្មែរអេសរៈបានបញ្ជាក់ថាមុនពេលដែលមានអាសន្នម្ដងព្រះនាងជេកព្រះនាងចោមតែងតែប្រាប់លោកដាបឈួនថាលោកឪមានអាសន្នហើយដូច្នេះជានិច្ចកាលដាបឈួនរមែងតែរត់គេចខ្លួនផុតអំពីគ្រោះថ្នាក់ប៉ុន្តែថ្ងៃមួយនាងជេកនាងចោមមិនបានប្រាប់ហេតុការណ៍ជាមុនទើបលោកដាបឈួនខឹងសម្បាដូច្នេះគាត់ក៏កាត់មករៀមដៃមួយរបស់បបរិមាខាងលើមុននឹងរត់ចូលព្រៃបាត់ទៅហើយមិនយូរប៉ុន្មានដាបឈួនក៏អស់លក្ខក៏ចុះចូលទៅនឹងស្ដេចស្របពេលនោះអ្នកស្រីខឹងប្រណមដែលជាកូនប្តីក្រោយរបស់អ្នកឧត្តមស័ក្តិប្រពន្ធរបស់លោកដាបឈួនបានឲ្យដឹងថាត្បិតតែអ្នកស្រី
មិនបានដឹងអំពីលោកដាបឈួនដែលអ្នកស្រីបានលឺអំពីម្ដាយរបស់អ្នកស្រីថាលោកដាបឈួនពិតជាមានជំនឿយ៉ាងងប់ងល់ទៅនឹងបារមីព្រះអង្គជ័យព្រះអង្គចោមមែនពីព្រោះព្រះទាំងពីរតែងតែជួយគាត់ជានិច្ចលុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979រូបសំណាកព្រះអង្គជ័យព្រះអង្គចោមក៏ត្រូវក្រុមទាហានខ្មែរក្រហមយកទៅទម្លាក់ចោលនៅក្នុងស្ទឹងសៀមរាបស្រុតបាត់បង់នៅក្នុងភក់បាតស្ទឹងរហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ1979គេជឿថាក្រុមទាហានខ្មែរក្រហមដែលនាំគ្នាដឹកយករូបសំណាកទាំងពីរទៅចោលនៅក្នុងស្ទឹងសៀមរាបបានស្លាប់ដោយសារតែបារមីរបស់ព្រះអង្គជ័យព្រះអង្គចោមនៅក្រោយពេលមិនយូរប៉ុន្មាននៃការយករូបទាំងពីរនោះមកទម្លាក់ទឹកស្ទឹងក្រោយអំពីឆ្នាំ1982ប្រជាធិការវត្តដំណាក់រួមជាមួយនឹងការចូលរួមពីសំណាក់អភិបាលខេត្តសៀមរាបលោកនៅសំបាននាំគ្នាសាងអាស្រមតូចមួយនៅក្បែរបរិយាដំណាក់ស្ដេចនៅក្នុងបរិវេណសួនឯករាជ្យឬសួនដំណាក់ស្ដេចហើយក៏ប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះបាទចាំមែនដែរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាប្រវត្តិទ្រដែលទាក់ទងទៅនឹងលោកដាបឈួនមានបារមីការពារបើគាត់ជឿងប់ងល់ទៅលើបារមីព្រះអង្គជ័យព្រះអង្គចោមដែលតែងតែប្រាប់ព័ត៌មានឬក៏ហេតុការណ៍ណាមួយមុននឹងមានរឿងអ្វីកើតឡើងចំពោះគាត់ហើយគាត់នឹងរត់គេចខ្លួនមុនប៉ុន្តែចៃដន្យនៅថ្ងៃដែលគាត់អស់លះបារមីព្រះអង្គជ័យព្រះអង្គចោមមិនបានជួយគាត់ទេហើយធ្វើឲ្យគាត់ខឹងនឹងគឺបានកាត់យកដៃស្ដាំរូបបដិមាយកទៅហើយលោកក៏ត្រូវបានគេសម្លាប់តែម្ដងបើជាសូមចាំនៅតំបន់នេះតែត្រឹមនេះសិនឯបងប្អូនមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅតំបន់ផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា